มัยซ่อมដាច់ឪដឹកនាំលូតលងយ៉ាងខ្លាំងខាងផ្នែកកីឡាទ្រង់បានជំរុញសង្កម្មខ្លាំងក្លានាមថាព្រះបិតាកីឡាជាតិកីឡាករខ្មែរកាលសម័យនោះមានសមត្ថភាពខ្ពស់ឥតមានឃ្លៀងឃ្លាតចូលប្រកួតជាអន្តរជាតិបានមេដៃទៀតជូនកម្ពុជាជាកិត្តិយសនៃជាតិខ្មែរជាតិខ្មែរពូកែខាងផ្នែកកីឡាមិនចាញ់ជាតិបរទេសឡើយណាខ្លាំងអស្ចារ្យក្នុងប្រទេសនៅអាស៊ីវិស័យកីឡាក្រោមការដឹកនាំកីឡាក៏ខ្លាំងទៅគ្រប់ទិសទីចម្រើនលូតលាស់ក្រុមវិនាទីមកពីអ្នកដឹកនាំដ៏អស្ចារ្យជាកិត្តិយសនៃជាតិខ្មែរជាតិខ្មែរពូកែខាងផ្នែកកីឡាមិនចាញ់ជាតិបរទេសឡើយណាខ្លាំងអស្ចារ្យក្នុងប្រទេសនៅអាស៊ីវិស័យកីឡាក្រោមការដឹកនាំកីឡាក៏ខ្លាំងទៅគ្រប់ទិសទីចម្រើនលូតលាស់ក្រុមវិនាទីមកពីអ្នកដឹកនាំដ៏អស្ចារ្យមកពីអ្នកដឹកនាំដ៏អស្ចារ្យ